បន្ទាប់ពីចាប់កម្មវិធីកាន់បិណ្ឌជុំបិណ្ឌមកយើងត្រូវរៀបចំតេយ្យធម៌ដែលញាតិញោមពុទ្ធបរិស័ទបានអញ្ជើញយកមកប្រគេនក្នុងរដូវបិណ្ឌនេះយកមកចាត់ចែងប្រគេនព្រះសង្ឃទូទៅបាទក្នុងនោះមានមី3កេសមានភេសជ្ជៈ1កេសនិងតេយ្យធម៌មួយកញ្ចប់ទៀតក្នុងនោះយើងលីឡំគ្នាទៅបាទហើយក្នុងស្លាកដកទៅមានទឹកក្រូចមានតែមានមីមានត្រីខមានទឹកដោះគោហើយក៏មានត្រីខមួយកេសដែរដាក់នៅបន្ទាប់ពីលើមីនេះប៉ុន្តែយើងអត់ទាន់បានរៀបចំហើយទេហើយក្នុងថ្ងៃនេះមានថាបតីភាពដល់ពោះពីសំណាក់សម្ដេចព្រះបរមវង្សានិងព្រះគ្រូចតិកាមង្គលធម្មកិច្ចនិងព្រះគ្រូសូត្រឆ្វេងលោកនិមន្តផ្ដល់អាវាតនិងប្រគេនតេយ្យធម៌នេះដល់ព្រះសង្ឃទូទៅដែលគង់នៅក្នុងវត្តព្រះសង្ឃមាន250ព្រះអង្គរួមជាមួយនឹងតាជីដូនជីខ្ទង់100នាក់ជាងទៀតបាទម៉ោង5គឺយើងចាប់ផ្ដើមរៀបចំប្រគេនព្រះសង្ឃនិងចែកជូនញាតិញោមតាជីដូនជីដែលនៅក្នុងវត្តហើយយើងមានតេយ្យធម៌និងមីភេសជ្ជៈហ្នឹងក៏ច្រើនដែរបាទនេះត្រីខដែលយើងរៀបចំមួយយួរដាក់ជាមួយនឹងមីនិងភេសជ្ជៈនៅត្រង់ទីនេះហើយលោកចាស់លោកនិមន្តមកគង់តាមសង្ឃាសនៈដែលយើងបានរៀបចំចាត់ចែងហើយលោកចាស់ដែលចាត់ចែងនេះគឺសុទ្ធតែលោកចាស់ក្រុមការងារផតទេសកៈក្នុងវត្តនិក្រុតវ័នគោលតតឹងបាទដែលយើងមិនទាន់រៀបចំរួចរាល់ 100% ទេគឺនៅច្រើនដំណាក់កាលទៀតដែលយើងត្រូវបានរៀបចំនេះគ្រាន់តែរៀបចំបាន 50% ទេបាទហើយនៅពេលទស្សនវិជ្ជាទាំងអស់នេះបានរៀបចំហើយប្រសង់លោកនិមន្តគង់ហើយស្អាតណាស់បាទគួរជាទីរីករាយជ្រះថ្លាបាទហើយយើងរៀបចំនេះគឺរៀបចំនៅទីលានព្រះរតនត្រ័យណានៅរតនចេតិយបាទនៅព្រះរតនចេតិយបាទនៅលើទីធ្លាចេតិយយើងមុននឹងចែកមុននឹងប្រគេនមានការថ្វាយបង្គំនមស្ការហើយនឹងស្វាគមន៍ព្រះបរិត្តហើយនឹងស្ដាប់ព្រះសង្ឃស្ដាប់លោកគ្រូនិងសម្ដេចលោកឲ្យអាវាតកន្លះម៉ោងអីចឹងទៅបានក្រុមលោកចាស់ប្រទេសកៈលោកប្រឡោកតេយ្យធម៌ទាំងអស់នេះពីព្រោះថាសតតែគេហ្នឹងអត់ទិដៅចំពោះសង្ឃណាបើចឹងត្រូវក្រុមលោកចាស់ប្រទេសកៈលោកប្រឡោកហើយបានយើងគេនពលលោកចាស់ទូទៅញាតិញោមដោយច្រើនលោកមិននិមន្តទៅស្រុកទេនៅពេលការបិណ្ឌភ្ជុំបិណ្ឌណាបាទដោយលោកមានតួនាទីចាត់ចែងសម្រាប់ទទួលតេយ្យធម៌ញាតិញោមដាក់វេនណាបាទដល់ពេលចប់ភ្ជុំបិណ្ឌកាន់បិណ្ឌហើយបានលោកនិមន្តយកតេយ្យធម៌និងបច្ច័យ4ដែលបានហើយណាយកទៅស្រុកទៅសួរសុខទុក្ខញោមជូនញោមអញ្ចឹងទៅឬក៏លោកទុកឆាន់សម្រាប់ខ្លួនឯងអញ្ចឹងទៅបាទញោមឥឡូវនេះចាប់ដើមចេញសភនភាពស្អាតបារាហើយញោមចាប់អារម្មណ៍ទេបាទចាប់អារម្មណ៍ចំណុចមួយដែលចាប់អារម្មណ៍ហ្នឹងគឺមីបាទរាល់ឆ្នាំគឺយើងមានលាយឡំគ្នាដោយច្រើនញោមមីម៉ាមីអីចឹងទៅព្រោះតែឆ្នាំនេះគឺសុទ្ធតែមីជាតិទាំងអស់បាទសុទ្ធតែមីជាតិទាំងអស់ញោមមើលបាទលឿងទាំងអស់ហើយនឹងមានមីរាងក្រហមដែរណាមីជាតិកេសពណ៌រាងក្រហមទឹកក្រូចហ្នឹងបាទរៀបខាងក្រោយណាតែយើងរៀបមីជាតិពណ៌រាងលឿងហ្នឹងមុននេះគឺសុទ្ធតែជាផលិតផលរបស់ខ្មែរយើងបាទផលិតផលរបស់ខ្មែរយើងទាំងអស់ទាំងមីបាទទាំងរបស់របរដែលយើងប្រើប្រាស់ហ្នឹងគឺភាគច្រើនគឺរបស់ខ្មែរយើងមិនមែនថាផលិតផលនាំចូលទាំងអស់ទេនៅសល់ខ្លះដែរបាទ
សារតែយើងធម្មតាយើងប្រើប្រាស់ស្តុបចាស់ណាញាតិញោមគាត់អ្នកដូរអ្វីហ្នឹងគាត់ប្រើមិនតាន់អស់ចឹងទៅក៏នៅសល់ខ្លះដែរប៉ុន្តែទៅថ្ងៃមុខហ្នឹងនឹងអស់ហើយបើយើងប្រើប្រាស់តែរបស់យើងហ្នឹងគឺល្អសុខភាពណាហ្នឹងហើយចូលរួមគ្រប់គ្រងផលិតផលរបស់ក្នុងស្រុកយើងបាទចាំប្រសងលោកនិមន្តដល់ម៉ោង 5 ហ្នឹងចាំថតបន្ថែមជូនញាតិញោមបានទស្សនាបន្ថែមទៀតបាទបើធៀបនឹងឆ្នាំមុនមានជាតិប្រហែលគ្នាឬក៏អាចលើសជាងឆ្នាំមុនបន្តិចបន្តួចប៉ុន្តែចំពោះទេយ្យទានដែលប្រគេនចំពោះលោកម្ចាស់គ្រប់ព្រះអង្គនឹងជូនញាតិញោមតិចជាងឆ្នាំមុនដោយសារតែមួយចំនួនយើងត្រូវត្រៀមសម្រាប់បញ្ជូនទៅជួយកងទ័ពនៅជួរមុខនិងជនពិសេសមួយចំនួនដូច្នោះហើយទើបការប្រគេននឹងជូនតិចជាងរាល់ឆ្នាំប៉ុន្តែចំណែកទាំងអស់នោះគឺជាចំណែករបស់លោកម្ចាស់និងពុទ្ធបរិស័ទដែលនៅក្នុងវត្តនេះជាពិសេសព្រះសង្ឃគ្រប់ព្រះអង្គនៅគុំនៅក្នុងវត្តគឺសូមលោកម្ចាស់គ្រប់ព្រះអង្គសម្គាល់ថាទេយ្យទានដែលនៅសល់គឺជាចំណែករបស់លោកម្ចាស់សម្រាប់ជួយទៅខាងកងទ័ពនិងជនពិសេសដែលមានក្រមគំនិតឧបដើមដល់គុំពោះរបស់សម្ដេចនិងព្រះអង្គគ្រូចារិកាវត្តក្នុងនោះទេយ្យទានសម្រាប់ប្រគេនចំពោះព្រះសង្ឃទាំង246ព្រះអង្គក្នុងមួយព្រះអង្គទទួលបានមានជាតិចំនួន3កេសទឹកផ្លែឈើចំនួន1កេសស្ករសចំនួន4គីឡូក្រាមទឹកដោះគោខាប់ចំនួន7កំប៉ុងត្រីខកំប៉ុងចំនួន1យួរតែចំនួន10កញ្ចក់ទឹកក្រូចរីខណៈដែលបានច្រកនៅក្នុងថង់នោះចំនួន10កំប៉ុងនិងមីសួរចំនួន2កញ្ចក់ចំពោះទេយ្យទានសម្រាប់ជូនតាជីដូនជីដែលរស់នៅក្នុងវត្តទាំងជាង150 160នាក់នោះក្នុងម្នាក់ទទួលបានមីជាតិចំនួន1កេសត្រីខចំនួន3កំប៉ុងតែចំនួន5កញ្ចក់សចំនួន2គីឡូទឹកក្រូចចំនួន10កំប៉ុងទឹកដោះគោខាប់ចំនួន3កំប៉ុងមីសួរចំនួន1កញ្ចក់សម្រាប់ទេយ្យទានដែលនៅសល់មីសល់ប្រហែលពីចន្លោះពី300ទៅ400កេសហើយភេសជ្ជៈអាចនៅសល់ជាង100កេសហើយនឹងទឹកសុទ្ធនៅសល់ប្រហែលជាជិត2000កេសដោយតម្រូវការចាំបាច់របស់វត្តយើងគ្រប់ពិធីបុណ្យទាំងអស់តែងតែមានទឹកសម្រាប់ជូនពុទ្ធបរិស័ទគាត់ពិសាជាសាធារណៈអញ្ចឹងហើយទឹកគឺមិនបានប្រគេនចំពោះលោកម្ចាស់និងជូនញាតិញោមទេគឺសម្រាប់ជូនពុទ្ធបរិស័ទដែលគាត់មកកម្មវិធីបុណ្យនៅក្នុងវត្តហើយទេយ្យទានពិសេសគឺសម្រាប់ឧបត្ថម្ភដល់កងទ័ពបបិទ្ធប្រសង្ឃនៅចម្រើនខ្ញុំកណាតំណាងខាងបដិទេសកៈសូមប្រគេននៅទេយ្យទានដែលបានរៀបរាប់ខាងលើនេះចំពោះព្រះធេរៈចំណែកដ៏សេសជាចំណែករបស់រូបចាស់គ្រប់ព្រះអង្គនិងចំណែកដ៏សេសទៀតជាចំណែករបស់ញាតិញោមបើសេចក្តីចែកនេះក៏ចិត្តដល់សង្ឃសូមប្រសង្ឃគ្រប់ព្រះអង្គមុនជ្រាបហើយមុននៅស្ងៀមខ្ញុំកណាសម្គាល់នៅការនៅស្ងៀមរបស់ប្រសង្ឃគ្រប់ព្រះអង្គជាគម្រប់2ដងផងជាគម្រប់3ដងផងសូមអរព្រះគុណគណៈសូមថ្លែងអំណរព្រះគុណចំពោះក្រុមការងារនៅខាងបដិទេសកៈដែលបានចែកនៅអានិសង្សសម្ភារដែលកើតក្នុងនៅការកាន់បិណ្ឌចំពោះគណៈលោកចាស់គ្រប់ព្រះអង្គក៏ដូចជាតាជីដូនជីដែលអាស្រ័យនៅក្នុងអារាមដ្ឋានវត្តវិក្រតវត្តគោរពនៅនៅបានរៀបរាប់សពប្រកហើយទាំងប្រទានពរដល់សម្ដេចព្រះមង្គលអង្គព្រះក្រុមការងារគ្រប់ព្រះអង្គទាំងអស់បាននៅព្រះសុខភាពល្អបរិបូរណ៍មាននៅពីជនមួយយឺតយូរនិងបានជាមលោកដ៏ត្រជាក់ដល់ពុទ្ធបរិស័ទជាមេធារន្តរៀងទៅសូមប្រកាសណាលោកចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទទាំងឡាយគ្រប់រូបនមស្ការសង្ខេបដូចជាពុទ្ធផ្សព្វផ្សាយបុណ្យកុសលបានសម្រេចហើយសូមអនុមោទនាសាធុ